ជំរាបសួរក៏ដូចជាសួស្តីពុកម៉ែបងប្អូនអរគ្នាស្វាគមន៍មកកាន់ website តារា SMM នៅក្នុងវីដេអូនេះខ្ញុំនឹងមកធ្វើការបង្ហាញបងប្អូនអរគ្នាអំពីរបៀបទិញ review page ទៅលើ page Facebook របស់យើងហើយដោយការទិញ review page ហ្នឹងគឺគ្មានអីពិបាកទេអ្នកនរគ្នាគឺងាយគឺគ្រាន់តែតម្រូវអ្នកនរគ្នាមាន link របស់ page ហ្នឹងហើយយើងយកទៅ paste ជាមួយនឹង website របស់យើងគឺរួចជាការស្រេចឥឡូវនេះខ្ញុំសូមធ្វើការចូលទៅ copy link តែម្ដងដោយជាដំបូងគឺយើងចុចកន្លែងប៊ូតុងចុច3ហ្នឹងមកហើយបន្តទៀតមកយើងចុចកន្លែងពាក្យថាប៊ូតុង copy link ហ្នឹងមកគឺរួចជាការស្រេចអ្នកនរគ្នាហើយតើតើទៅនឹងការទិញ review page គឺវានៅត្រង់ចំណុចនេះអ្នកនរគ្នាដោយសារតែ page នេះគឺមិនទាន់មានការ review ទេអញ្ចឹងវាចេញពាក្យថា not yet read zone recommend ដែលអ្នកនរគ្នាចុចចូលមកគឺគ្មានឃើញអីទេអ្នកនរគ្នាបន្តិចទៀតនេះខ្ញុំនឹងធ្វើការប៊ូសវានៅត្រង់ចំណុចនេះឥឡូវនេះដើម្បីធ្វើការប៊ូសបានគឺយើងចូលទៅកាន់ website របស់យើងមកគឺជា website Dara SMM ឥឡូវនេះខ្ញុំសូមធ្វើការចូលទៅតាម web browser Chrome ដើម្បីយើងធ្វើការចូលទៅកាន់ website របស់ Dara SMM ហើយបន្តទៀតមកយើង search website របស់យើងមកគឺជា website Dara SMM ហ្នឹងយើង search ថា Dara SMM មកនេះអ្នកនរគ្នាគឺជា website Dara SMM នៅខាងលើគេហ្នឹងឥឡូវខ្ញុំសូមធ្វើការចូលទៅលើវាតែម្ដងអូខេអ្នកគ្នានេះគឺជា dashboard របស់ website Dara SMM ដែលខ្ញុំបានធ្វើការ login ក៏ដូចជាដាក់លុយចូលរួចរាល់ហើយសម្រាប់បងប្អូនណាដែលមកថ្មីដែលមិនទាន់ចេះពីរបៀប login ក៏ដូចជាពីរបៀបដាក់លុយខ្ញុំនឹងធ្វើការដាក់ link នៅខាងក្រោម description ដើម្បីបងប្អូនអរគ្នាអាចចូលទៅទស្សនាពីរបៀបដាក់លុយក៏ដូចជាពីរបៀប login ចូល website ជាដើមឥឡូវមកខាងពេលវេលាយូរយើងក៏លេខមកកាន់ dashboard របស់យើងមកដែលបងប្អូនអរគ្នានឹងឃើញមាន shortcut ជាច្រើនឥឡូវនេះយើងចុចទៅលើ shortcut របស់ Facebook មកដើម្បីយើងជ្រើសរើសតែសេវាកម្មរបស់ Facebook ទេហើយបន្តមកអ្នកនរគ្នា scroll ដល់ខាងក្រោមបន្តិចមកយើងមើលកន្លែង category ហ្នឹងគឺជាប្រភេទរបស់វាអ្នកនរគ្នាដែលយើងចូលលើនឹងទៅដែលបងប្អូនអរគ្នានឹងឃើញមានច្រើនប្រភេទដែលតាក់ទងទៅនឹង Facebook បងប្អូនអរគ្នាអាចរកមើលបានប្រភេទមួយណាដែលបងប្អូនអរគ្នាកំពុងតែមានតម្រូវការគឺបងប្អូនអរគ្នាអាចចុចធ្វើការជ្រើសរើសបានដោយសារតែក្នុងវីដេអូនេះខ្ញុំមកធ្វើការបង្ហាញបងប្អូនអរគ្នាអំពី Facebook page review អញ្ចឹងខ្ញុំសូមធ្វើការជ្រើសរើស Facebook page review តែម្ដងអ្នកនរគ្នានេះគឺជាសេវាកម្មមួយនេះខ្ញុំសូមធ្វើការជ្រើសរើសតែម្ដងហើយបន្តទៀតមកគឺជា service គឺជាសេវាកម្មរបស់វាអ្នកនរគ្នាដែលយើងចូលលើនឹងទៅដែលបងប្អូនអរគ្នានឹងឃើញវាមានពីជំរឿបងប្អូនអរគ្នាជ្រើសរើសទី1ដែលគេនិយាយថា Facebook page review បងខ្លះដែរហ្នឹងគឺវាតាក់ទងទៅនឹងអ្នកបងខ្លះដែរគេ review page របស់យើង5 star គឺគេផ្ដល់យើង5 star ពេញតែម្ដងអ្នកទាំងអស់គ្នាដែលយើងអាច custom take បានគឺយើងអាចសរសេរចូលលើខ្លួនឯងបានហើយរយៈពេលធានារបស់គេគឺរហូតដល់30ថ្ងៃហើយតម្លៃរបស់វាវិញក្នុង 1K គឺតម្លៃរបស់វាគឺ$16.61សេនអ្នកនរគ្នាហើយបន្តទៀតមកគឺជាសេវាកម្មទី2 page review ដូចគ្នាViber ហ្នឹងគឺវាតាក់ទងទៅនឹងជុំវិញពិភពលោកតែម្ដងអ្នកនរគ្នាអ្នកដែល recommend page របស់យើងគឺមកជុំវិញពិភពលោកតែម្ដងអ្នកនរគ្នាហើយ custom take ហ្នឹងគឺយើងអាចសរសេរវាចូលបានដូចគ្នាហើយក្នុងមួយថ្ងៃគឺយើងអាចដាក់វាបានចំនួនចន្លោះពី100រហូតដល់500ក្នុងមួយថ្ងៃអ្នកគ្នាសេវាកម្មនេះនៅពេលដែលយើងធ្វើការបញ្ជាទិញរួចរាល់វានឹងធ្វើការដំណើរការចូលទៅកាន់ website របស់យើងភ្លាមតែម្ដងហើយរយៈពេលធានារបស់វាគឺ30ថ្ងៃដូចគ្នាអ្នកនរគ្នាហើយតម្លៃរបស់វាវិញគឺ 1K តម្លៃរបស់វាគឺរហូតដល់30រៀលពីហ្នឹងបងប្អូនអរគ្នាពេញចិត្តលើសេវាកម្មមួយណាបងប្អូនអរគ្នាអាចចុចធ្វើការជ្រើសរើសបានឥឡូវខ្ញុំសូមធ្វើការជ្រើសរើសខាងលើគេតែម្ដង Facebook page review ហ្នឹងដែលមកពីបងខ្លះដែរឥឡូវខ្ញុំសូមធ្វើការជ្រើសរើសសេវាកម្មទី1ហើយបន្តមកទៀតមក link គឺជា link profile page របស់យើងដោយសារតែខ្ញុំបានធ្វើការ copy link រួចរាល់ហើយអញ្ចឹងត្រង់ចំណុចនេះខ្ញុំសូមធ្វើការ paste ចូលតែម្ដងហើយបន្តទៀតមកកន្លែង quantity ហ្នឹងគេនិយាយថាមីលីមុំពីចំនួន10រហូតដល់ចំនួន1លានចន្លោះហ្នឹងបងប្អូនអរគ្នាមានតម្រូវការប៉ុណ្ណាគឺបងប្អូនអរគ្នាអាចសរសេរដាក់ចូលប៉ុណ្ណឹងបានហើយកន្លែង quantity ហ្នឹងគឺយើងអាចសរសេរវាចូលកន្លែងទៅហ្នឹងទេបងប្អូនអរគ្នាយើងសរសេរនៅខាងក្រោមកន្លែង comment 1 per line តើតើនឹង comment 1 per line ហ្នឹងនៅពេលដែលយើងសរសេរវាមួយជួរគឺវាស្មើជាមួយនឹង1 comment នៅពេលដែលយើង enter ឬក៏ចុចបន្ទាត់វាស្មើនឹង2 comment អ្នកនរគ្នាឥឡូវនេះខ្ញុំសូមធ្វើការឧទាហរណ៍អ្នកនរគ្នាមើលជាដំបូងយើងសរសេរអីមួយមកខ្ញុំសរសេរថា cute ខ្ញុំដាក់ sticker មួយសរសេរថា cute ហើយបន្តទៀតខ្ញុំសូមដាក់ sticker មួយនេះវាស្មើជាមួយនឹងមួយ comment ហើយបន្តទៀតមកខ្ញុំសូម enter មួយទៀតខ្ញុំសូមសរសេរចូលមួយទៀតមកយើងដាក់ថា cute 2អញ្ចឹងអ្នកនរគ្នាវាស្មើនឹង2 comment អ្នកនរគ្នាអាចមើលបាននៅពេលខ្ញុំសរសេរបាន2 comment វានឹងលោតចេញខាងលើហ្នឹង
ហើយកន្លែងត្រង់ comment ហ្នឹងដោយសារតែខ្ញុំបានធ្វើការសរសេររួចហើយអញ្ចឹងខ្ញុំសូមធ្វើការផាសចូលតែម្ដងអ្នកនរគ្នាអូខេវាបានតែចំនួន8ទេខ្ញុំនឹងសរសេរគ្រប់ចំនួន10អ្នកនរគ្នាឥឡូវដាក់ខ្ជូតហ្មងទៅខ្ជូត beautiful អូខេអ្នកគ្នាពេលនេះគឺវាបានចំនួន10ហើយឥឡូវខ្ញុំសូមធ្វើការបញ្ជាទិញតែចំនួន10ទេហើយកន្លែងត្រង់ចំណុចហ្នឹងបងប្អូនអ្នកគ្នាមានតម្រូវការប៉ុណ្ណាគឺបងប្អូនអ្នកគ្នាសរសេរចូលប៉ុណ្ណឹងទៅបងប្អូនអ្នកគ្នាហើយឆាចគឺយើងអស់លុយត្រឹមតែ 0.16 សេនទេអ្នកនរគ្នា10 comment ហ្នឹងតម្លៃរបស់វាគឺធូរថ្លៃមែនទែនបន្ទាប់ពីយើងបានធ្វើការបំពេញខាងលើរួចហើយខ្ញុំសូមចុចកន្លែងប៊ូតុង place order តែម្ដងដើម្បីយើងធ្វើការបញ្ជាទិញអូខេអ្នកគ្នាពេលនេះគឺខ្ញុំបានធ្វើការបញ្ជាទិញជោគជ័យហើយនៅពេលដែលធ្វើការបញ្ជាទិញជោគជ័យវានឹងចេញទម្រង់បែបនេះហើយនេះគឺជាវិក័យប័ត្រដែលគេផ្ដល់ឲ្យយើងសម្រាប់ឲ្យយើងផ្ទៀងផ្ទាត់មើលដូចជាលេខ ID service link អីចឹងទៅបងប្អូនអ្នកគ្នាអូខេអ្នកគ្នាពេលនេះវីដេអូរបស់ខ្ញុំក៏ដល់ទីបញ្ចប់ហើយបើសិនជាមានចម្ងល់តាណាដែលមិនទាន់ច្បាស់អ្នកនរគ្នាក៏អាចមើលវីដេអូនេះសារឡើងវិញបានអរគុណអ្នកនរគ្នាសម្រាប់ការទស្សនាវីដេអូមួយនេះជួបគ្នាក្នុងវីដេអូក្រោយ